event ដាក់ពេជ្របាន2ក៏ចិត្តម្ដងទៀតទេណាអ្នកនរគ្នាគឺវានឹងចេញនៅថ្ងៃទី19ហ្នឹងហើយក្នុង event ហ្នឹងគឺមានប្រអប់ពេជ្របែបហ្នឹងហើយក្នុងប្រអប់ពេជ្រហ្នឹងគឺមានពេជ្រចាប់ពី40ពេជ្រ50ពេជ្រ60ពេជ្រ100ពេជ្រនិង1000ពេជ្រហើយដើម្បីទទួលបានប្រអប់ហ្នឹងគ្រាន់តែអ្នកនរគ្នាដាក់ពេជ្រចំនួន100ពេជ្រទៅគឺយើងទទួលបានមកប្រអប់ដាក់300ពេជ្រទទួលបាន2ប្រអប់ដាក់500ពេជ្រយើងទទួលបាន3ប្រអប់ហើយបើដាក់700ពេជ្រយើងទទួលបាន4ប្រអប់ហើយបើដាក់ដល់1000ពេជ្រគឺយើងទទួលបាន5ប្រអប់តែម្ដងហើយក្នុងប្រអប់ហ្នឹងគឺវាមានពេជ្រ random អ្នកនរគ្នាបើសិនជាអ្នកនរគ្នាសំណាងគឺអាចទទួលបាន1000ពេជ្រយកហ្មងអញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវការដាក់ពេជ្រគឺដាក់នៅក្នុង website ចំណាត់ store ហើយបើសិនជាអ្នកនរគ្នាចេះដាក់ខ្លួនឯងទេក៏អាចឆាតមក admin ដាក់ឲ្យក៏បានដែរហើយក្នុង event ហ្នឹងតើយើងបុកពេជ្រសុទ្ធបានណាអ្នកនរគ្នាតែបើសិនជាអ្នកនរគ្នាចង់ដាក់ពេជ្រភ្លាមៗចាប់ event លើហ្នឹងគឺពូណែនាំឲ្យអ្នកនរគ្នាដាក់កញ្ចប់ VIP ហើយបើអ្នកនរគ្នាដាក់ weekly list គឺតម្លៃត្រឹមតែ 0.39 ទេហើយយើងទទួលបាន20ពេជ្រភ្លាមៗហើយយើង claim 10ពេជ្រចំនួន7ថ្ងៃអញ្ចឹងណាអ្នកនរគ្នាហើយបើ weekly pass វិញគឺតម្លៃត្រឹមតែ 1.69 ទេគឺអ្នកនរគ្នាទទួលបាន200ពេជ្រភ្លាមៗហើយនឹង claim 35ពេជ្រចំនួន1អាទិត្យដូចគ្នាសរុបទៅវាចូល445ពេជ្រអញ្ចឹងណាហើយចំណែក monthly វិញគឺតម្លៃត្រឹមតែ 7.69 ទេហើយអ្នកនរគ្នាដាក់ទៅនឹងទទួលបាន1000ពេជ្រភ្លាមៗហើយនឹង claim 50ពេជ្រចំនួន1ខែពេញអញ្ចឹងណាអញ្ចឹងសរុបទៅវាចូល2500ពេជ្រអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដាក់អាចចូលទៅដាក់នៅក្នុង website ចំណាត់ store បាន